យើងធ្លាប់ឮពួកខ្មែរក្រហមធ្វើការប្រៀបធៀបជាញឹកញយអំពីមនុស្សនិងសត្វគោមិត្តមើលចោសត្វគោត្រូវការកោតសរសើរវាមិត្តត្រូវកោតសរសើរវាយើងនាំគោទៅហូបស្មៅនៅកន្លែងណាគោហូបនៅកន្លែងនោះបើយើងឲ្យគោហូបក្នុងស្រែគោក៏ហូបក្នុងស្រែបើយើងនាំគោទៅកន្លែងផ្សេងដែលមិនសូវមានស្មៅនោះគោក៏ហូបតាមការខ្វះខាតនោះទៅគោមិនធ្វើអ្វីតាមទំនឹងចិត្តទេព្រោះវាចាំមើលគេដឹកនាំវាកាលណាយើងប្រាប់គោឲ្យភ្ជួរស្រែគោក៏ទីនឹងគាល់ភ្លាមគោមិនដែលគិតដល់គ្រួសារវានិងកូនចៅវាទេនៅក្នុងការប្រជុំនយោបាយពួកខ្មែរក្រហមលើកយកគំរូមិត្តគោថាដូចជាអ្នកបដិវត្តដ៏វិសេសវិសាលដែលយើងគួរធ្វើតាមធម្មតាការប្រៀបធៀបនឹងធ្វើឲ្យយើងចង់សើចណាស់ប៉ុន្តែយើងសើចមិនរួចព្រោះយើងត្រូវទទួលទុក្ខសោកក្នុងរឿងនឹងដោយឥតស្រាកស្រានទៅហើយយើងឃើញដែរថាមិត្តគោមិនចេះប្រកែកនឹងការងារទេមិត្តគោគោរពបញ្ជាគេជានិច្ចមិត្តគោមិនចេះត្អូញត្អែមិត្តគោមិនចេះតវ៉ាកាលណាគេយកគ្រួសារវាទៅសម្លាប់គេឧស្សាហ៍ប្រាប់យើងឲ្យចេះច្នៃប្រឌិតមានគំនិតផ្ដើមក្នុងការងារទាំងឡាយប៉ុន្តែការច្នៃប្រឌិតគំនិតផ្ដើមត្រូវធ្វើសម្រាប់តែប្រយោជន៍សមូហភាពបើធ្វើសម្រាប់ខ្លួនឯងគេចោទថាជាអំពើសួនតួនិយមការផ្ដើមគំនិតដាំបន្លែសម្រាប់ហូបខ្លួនឯងត្រូវមានទោសយើងអាចដាំបន្លែសម្រាប់តែសមូហភាពប៉ុណ្ណោះហើយយើងមិនត្រូវចេះបេះបោចសម្រាប់ខ្លួនឯងទេតើនរណាមានចិត្តនឹងដាំបន្លែទៀតក្នុងករណីយ៉ាងនេះហេតុដែលគេបំបត្តិប្រាក់ចាយក៏ជាប្រយោជន៍ដល់សមូហភាពដែរព្រោះគេយល់ថាការប្រើប្រាក់ក៏អាចបង្កើតអសមភាពក្នុងសង្គម